សុខសប្បាយបងប្អូនអរគ្នាថ្ងៃនេះយើងមកធ្វើមាត់រំលីងគល់ក្រៃទាំងអស់គ្នាតោះចាប់ផ្ដើមហាន់គ្រឿងផ្សំទាំងអស់គ្នាដែលមានដូចជាខ្ទឹមក្រហមគល់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសនិងល្មៀតយើងហាន់វាឲ្យម៉ត់ល្អិតតូចល្មមនឹងយកទៅបំពងបានរួចទុកវាមួយឡែកសិនបន្តមកទៀតយើងចាប់ផ្ដើមកាប់មាន់របស់យើងដែលយើងចង់យកទៅរំលីងកាប់វាជាដុំល្អិតតូចដែលតាមចិត្តដែលយើងចង់បានបន្ទាប់មកយើងចាប់ផ្ដើមចាក់ខ្លាញ់ចូលហើយទឹកខ្លាញ់ឲ្យក្តៅបន្តិចហើយយើងចាក់គ្រឿងផ្សំឲ្យយើងចូលដើម្បីបំពងវាឲ្យស្រួយយកបំពងរហូតដល់វាក្រហមវាឡើងស្រួយយើងដួសចាក់វាចេញទុកមួយថ្ងៃសិនបន្ទាប់មកខ្លាញ់ដែលយើងបំពងបានមិញហ្នឹងយើងយកវាមកដាក់បំពងសាច់មាន់ម្ដងដើម្បីឲ្យមាន់យើងវាស្រួយយើងទុកខ្លាញ់ឲ្យក្តៅហើយយើងចាក់សាច់មាន់ចូលយើងទុកមាន់ឲ្យស្រួយទុកឲ្យវាខាស់ទឹកឡើងមាន់ក្រហមចាំយើងចាក់មាន់ចេញទុកមួយឡែកសិនបន្ទាប់មកចាំដាក់មាន់ចូលក្នុងខ្ទះវិញហើយយើងចាប់ផ្ដើមដាក់ទឹកសោះរបស់យើងចូលតែទឹកសោះយើងផ្សំគ្រឿងឲ្យហើយនៅខាងក្រៅដែលមានដូចជាទឹកប៉េងប៉ោះ1ស្លាបព្រាប្រេងល្ងកន្លះស្លាបព្រាអំបិលបន្តិចស្ករសបន្តិចហើយនឹងប្រេងខ្យំបន្តិចហើយយើងកូរចូលគ្នាឲ្យសព្វចាំយើងយកមកចាក់ជាមួយនឹងសាច់មាន់របស់យើងនឹងមានរសជាតិឈ្ងុយឆ្ងាញ់ឥឡូវនេះមាន់រំលីងគល់ក្រៃរបស់យើងបានឆ្អិនជាស្ថាពរមានរសជាតិឆ្ងាញ់ណាស់អាចសាកបានបងប្អូនអរគ្នាអរគុណ